ឥឡូវនេះខ្ញុំនៅចំការតរ៉េនគម្រោងទី2របស់ខ្ញុំមកថតវីដេអូឲ្យបងប្អូនបានឃើញនៅទស្សនវិជ្ជាពិតនិងជាក់ស្ដែងរបស់ក្រុមការងារការរៀបប្រព័ន្ធទឹករបស់ Darling Farm យើងគឺរួចស្រេចហើយក៏ជោគជ័យដោយអ្វីដែលខ្ញុំប្រាថ្នាឬខ្ញុំចង់បានហើយការស្រោចទឹករបស់យើងក្នុងម្ដងគឺ20នាទីហើយចំនួនដើម terrain ទាំងអស់វា302ដើមក្នុងខោកឬក្នុងពនុកមួយគឺក្នុងមួយពនុកវាមាន2ដើមអញ្ចឹងទាំងអស់វា151ពនុកអញ្ចឹងហើយបានខ្ញុំថតទស្សនវិជ្ជាឲ្យបងប្អូនអ៊ំពូមីងឃើញថានេះគឺជាអ្វីដែល Darling Farm និយាយឲ្យធ្វើបានចាហើយក្នុងការប្រើប្រាស់ម៉ាស៊ូតរបស់យើងគឺម្ដងអស់តែ3លីត្រទេក្នុងការស្រោចស្រពទាំងអស់ក្នុងមួយចំការតរ៉េនគម្រោងទី2របស់យើងនេះហើយមួយទៀតដែលខ្ញុំនិយាយថាហេតុអីបើខ្ញុំត្រូវការពេលវេលាលឿនក្នុងការស្រោចទឹកពីព្រោះថាអានេះខ្ញុំបាត់ពិសោធន៍ការរៀបប្រព័ន្ធទឹកចូលគ្នាជាមួយនឹងតិចនិចក្នុងការថែទាំដូងក្នុងការថែទាំតរ៉េនគឺយើងត្រូវការទឹកលឿនយើងអត់ត្រូវការប្រើពេលយូរដោយសារដំណាំវាត្រូវការទឹកបានលឿនហើយនៅពេលដែលវាបានទឹកលឿនហើយវាមានឱកាសក្នុងការបឺតយកសារជាតិទឹកទៅចិញ្ចឹមដើមវាលឿនដែរហើយនៅពេលនោះយើងចំណេញនៅពលកម្មក្នុងការស្រោចស្រពយើងប្រើតែម្នាក់ក្នុងការស្រោចស្រពក្រៅពីហ្នឹងគឺយើងនៅមានពលកម្មក្នុងការប្រើប្រាស់ដាក់ជីក្នុងការបាញ់ថ្នាំក្នុងការកាត់ស្មៅអញ្ចឹងគឺយើងលឿនទាំងអស់អញ្ចឹងហើយនេះគឺជាអ្វីដែលខ្ញុំត្រូវការហើយខ្ញុំកាត់បន្ថយបានជាក់ស្ដែងនៅពេលដែលខ្ញុំធ្វើបែបនេះហើយអ្វីដែលសំខាន់ជាងនោះទៅទៀតបងប្អូនដែលគាត់ចង់បានការតប្រព័ន្ធទឹករបស់ Darling Farm ចាខ្ញុំអាច design ឲ្យបងប្អូនអាចស្រោចទឹកក្នុង4ទៅ5ហិកតាក្នុងរយៈពេលតែ20នាទីទេអញ្ចឹងបងប្អូនឃើញស្រាប់ហើយថាក្បាលបូមរបស់ខ្ញុំគឺ20សេសយើងប្រើស្រោចរហូតដល់20ហិកតាឯណោះប៉ុន្តែ Darling Farm ប្រើស្រោចត្រឹមតែ6ហិកតាជាងទេអនាគតយើងអាចពង្រីកថែមទៀតប៉ុន្តែនេះជាតួយ៉ាងដែលខ្ញុំចង់ឆ្លុះបញ្ចាំងឲ្យឃើញថាការប្រើវាស៊ីពេលតិចហើយយើងមានឱកាសនៅធ្វើអ្វីក្រៅពីនឹងទៀតហើយក៏យើងចំណេញនៅពេលវេលាចំណេញនៅថវិកាក្នុងការប្រើប្រាស់មនុស្សឬក៏ពលកម្មយើងហើយក៏ដំណាំយើងនឹងបានផលជាក់ស្ដែងនេះគឺជាការរៀបប្រព័ន្ធទឹកទៅតាមអ្វីដែលដំណាំត្រូវការខ្ញុំដាំតរ៉េនខ្ញុំរៀបប្រព័ន្ធទឹកបែបតរ៉េនខ្ញុំដាំដូងខ្ញុំរៀបប្រព័ន្ធទឹកបែបដូងខ្ញុំនិយាយតែពីដូងនិងតរ៉េនចានេះគឺជាคลิปដែលខ្ញុំថតឲ្យឃើញហើយនឹងមានការបង្ហោះដ្រូនឲ្យឃើញទាំងអស់តែម្ដងខ្ញុំនឹងឲ្យបងប្អូនអ៊ំពូមីងឃើញទស្សនវិជ្ជាទាំងអស់ទាំងមូលខ្ញុំនិយាយបានខ្ញុំធ្វើបានហើយក៏ក្រុមការងារខ្ញុំធ្វើបានបើបងប្អូនអ៊ំពូមីងចង់តប្រព័ន្ធទឹកបែប Darling Farm យើងអាច design បងមាន20ហិកតាយើងអាច design ក្នុង4ទៅ5ហិកតាយើងស្រោចតែ20នាទីបងអស់ម៉ាស៊ូត3លីត្រហើយបើបងស្រោចដល់20ហិកតាយើងប្រើរយៈពេលអស់3ម៉ោងយើងប្រើម៉ាស៊ូតអស់3ដណ្ដប់ទៅ5ដណ្ដប់លីត្រក្នុងការស្រោចស្រពម្ដងនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញនិងចង់ចែករំលែកបទពិសោធន៍ដល់កសិករទាំងអស់គ្នាឲ្យឃើញចាអញ្ចឹងហើយបងប្អូនអ៊ំពូមីងអាចមើលទស្សនវិជ្ជានៅពេលដែលខ្ញុំចប់คลิปវីដេអូនេះបានខ្ញុំថតដ្រូនឲ្យមើលទៀតចាអរគុណច្រើនជម្រាបលា cái nào nó